ចាសួស្តីបងប្អូនអរគ្នាចាថ្ងៃនេះគឺថាទិញមាន់ស្រែមកចំហុយស្រាបងប្អូនស្រាយិនសិនដែលខ្ញុំត្រាំថ្ងៃមុនហ្នឹងណាហើយចំហុយមាន់ហ្នឹងដែរគេយកមាន់ឈ្មោលបងប្អូនចានេះគឺជាស្រាថ្នាំដែលខ្ញុំត្រាំថ្ងៃមុនឥឡូវយើងលាងមាន់កាប់អីយើងដាក់ចូលចានចំហុយរបស់យើងហើយបន្ទាប់មកយើងដងស្រាយកមកចាក់មកបងប្អូននេះខ្ញុំមានតែស្រាសុទ្ធទេបើយើងមានខ្ញីឬក៏កូខីពុទ្រីយើងដាក់ពីលើថែមទៀតអញ្ចឹងណាតែខ្ញុំអត់មានអញ្ចឹងទៅខ្ញុំមានបណ្ណាដាក់ប៉ុណ្ណឹងខ្ញុំដាក់តែស្រាសុទ្ធអញ្ចឹងទៅស្រាយើងនឹងវាធ្វើឲ្យកាត់ឆ្អាបសាច់យើងហើយអញ្ចឹងទៅយើងចាក់តែស្រាទៅហើយយកមកចំហុយមកចាខ្ញុំចំហុយយូរដែរបងប្អូនពីម៉ោង3ដល់ម៉ោង7ណាខ្ញុំដាក់អង្កេះចំហុយខ្ញុំយកចំហុយនៅក្រៅទៀតចាឥឡូវនេះគេថាមាន់យើងឆ្អិនហើយគេថាផុយហ្មងចាបើខ្លះវិញគេផុយទាំងឆ្អឹងទៀតណាមាន់របស់គេបងប្អូនឧស្រាយើងនឹងវាខ្លាំងហ្នឹងអញ្ចឹងទៅធ្វើឲ្យសាច់មាន់របស់យើងនឹងវាផុយហើយកាត់ឆ្អាបកាត់អីបានល្អអញ្ចឹងណានេះខ្ញុំយកចេញមកថាផុយអត់លួយតែម្ដងហើយទឹកវាអីនឹងបើបងប្អូនស្រាថ្នាំហ្នឹងយកមកចំហុយមាន់ណាហើយនិយាយពីជាតិនោះជាតិបងប្អូនហើយផុយក៏ផុយល្អទៀតចាឥឡូវនេះបងប្អូនមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាថាផុយបណ្ណាឆ្ងាញ់បណ្ណាមានអត់Trộm nhiên mặt ăn